ខ្ញុំបាទសូមលំអរកាយគោរពនិងជម្រាបសួរពុកម៉ែបងប្អូននិងទស្សនិកជនជាទីគោរពនៅក្នុងថ្ងៃនេះជួបជាមួយខ្ញុំបាទសុស៊ីខ្ញុំបាទសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកតាមដានសម្រាប់នៅជោគជតារាសីប្រចាំថ្ងៃដែលខ្ញុំបាទតែងតែធ្វើការអានជូនសម្រាប់ជារៀងរាល់ថ្ងៃសូមពុកម៉ែបងប្អូនធ្វើការ comment នៅលេខសំណាងនិងសាធុដើម្បីទទួលបានលាភធំចូលផ្ទះនិងមានសំណាងជាប់តាមខ្លួនរហូតនៅក្នុងថ្ងៃនេះការធ្វើដំណើរឬការប្រកបមុខរបររកស៊ីផ្សេងពុកម៉ែបងប្អូនត្រូវប្រកាន់យកទិសខាងកើតកុំចេញយាត្រាទៅទិសខាងលិចធ្វើអ្វីមិនគួរប្រសើរឡើយចំពោះការអង្គុយឲ្យមានសេរីសុស្ដីជ័យមង្គលក្នុងការរៀបមង្គលការឬពិធីសែនព្រេនផ្សេងនិងបើចង់ទទួលបានជោគជ័យនៃការលេងល្បែងអ្វីមួយនោះសូមអង្គុយនៅទិសនិរតីបែរមុខទៅទិសពាយ័ព្យនិងទទួលបានជោគជ័យគ្រប់កលៈទេសៈសូមរីករាយសន្តាប់នៅជោគជតារាសីប្រចាំថ្ងៃពុធនេះជាមួយខ្ញុំបាទដូចតទៅឆ្នាំជូតកណ្ដុលនាំលៀបនាំសំណាងឧបរាជចិញ្ចឹមជួបតែរឿងល្អក្នុងផ្ទះមានលៀបមានសំណាងនិងជួបតែមនុស្សជួយជ្រោមជ្រែងសម្រេចរាល់ភារកិច្ចនិងប្រាថ្នាអ្វីនឹងបានសម្រេចម៉ោងនាំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង5ល្ងាចពណ៌នាំលៀបសំណាងទឹកក្រូចនិងឈាមជ្រូកលេខនាំលៀបសំណាងលេខ27និងលេខ49សូមខមមិនលេខ999យកលៀបសម្បត្តិសំពៅលួងសម្រាប់ឆ្នាំជូតថ្ងៃនេះបើលោកអ្នកមានបញ្ហាអ្វីប្រញាប់ធ្វើការចរចាឬទំនាក់ទំនងប្រកបជំនួញអ្វីឃើញថាតែងផ្ដល់ផលជាផ្លែផ្កាមកវិញជានិច្ចសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីមានការរីកចម្រើនលូតលាស់គួរសមម្ល៉េះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្ដាក់ទុនបន្ថែមព្រោះថាផលជាផ្លែផ្កាដែលទទួលបានតែងតែហុចមកវិញយ៉ាងសមប្រកបរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងសុខដុមនិងមានភាពផ្អែមល្ហែមល្អគួរសមឆ្នាំឆ្លូវគោនាំលៀបនាំជ័យនាំសុភមង្គលសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចហើយអនាគតបានคล้ายជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំម៉ោងនាំលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងក្រហមលេខនាំលៀបសំណាងលេខ1និងលេខ49សូមខមមិនលេខ168យកលៀបសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំឆ្លូវនៅថ្ងៃនេះកិច្ចការងាររបស់លោកអ្នកឃើញថាល្អប្រសើរហើយធ្វើអ្វីតែងតែជឿនលឿនទៅមុខល្អគួរសមផងដែរសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីប្រៀបដូចបានភ្លៀងមួយមេឃស្រឡះព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឲ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងឡើងវិញហើយរាយការណ៍ធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមដោយសពមេដងរីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងមានភាពស្រស់ស្រាយប្រពៃណាស់ឆ្នាំខាលខ្លាសេដ្ឋីចិញ្ចឹមមានប្រាជ្ញាឆ្លៀសវៃមានគំនិតភ្លឺថ្លាហើយអនាគតคล้ายជាអ្នកមានអំណាចម៉ោងនាំលៀបសំណាងម៉ោង8ព្រឹកដល់ម៉ោង7ល្ងាចពណ៌នាំលៀបសំណាងពណ៌ផ្ទៃមេឃនិងក្រហមលេខនាំលៀបសំណាងលេខ45និង66សូមខមមិនលេខ898យកលៀបសម្បត្តិសំពៅលួងចំពោះឆ្នាំខាលថ្ងៃនេះបើលោកអ្នកមានបញ្ហាអ្វីតែងចាប់ផ្ដើមធូរស្បើយពីទុក្ខលំបាកមួយចំនួនបន្តិចវិញមកហើយចង់ដោះស្រាយអ្វីមួយតែងតែជោគជ័យដោយគប់បំណងផងដែរអ្នកប្រកបមុខរបរជួញដូររកស៊ីបើលោកអ្នកចង់បោះទុនទុយធំមានអ្វីទោះខុសទេព្រោះថាផលជាផ្លែផ្កាដែលទទួលបានមកវិញគួរសមដូចបំណងសម្រាប់អ្នកធ្វើដំណើរទីជិតឆ្ងាយមិនគប្បីទៅទិសប្រជិមពុំសូវមានសុវត្ថិភាពទេបន្ថែមការប្រយ័ត្នប្រយែងផងរីឯសេចក្តីស្នេហាកំឡោះក្រមុំចូលប្រយ័ត្នប្រយែងមនុស្សទី3ចូលមកអុកឡុកនាំឲ្យកើតរឿងរ៉ាវប្រេះឆាដោយប្រការណាមួយ
ឆ្នាំថោះទន្សាយមាសមានបារមីដូចជាប្រាជ្ញាឆ្លៀសវៃមានកិច្ចជួយជ្រោមជ្រែងអនាគតបានក្លាយជាអ្នកមានទ្រព្យនិងមានអំណាចម៉ោងនៃលៀបសំណាងម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចពណ៌នៃលៀបសំណាងពណ៌ទឹកក្រូចនិងក្រហមលេខនៃលៀបសំណាងលេខ77និង89សូមខមមិនលេខ989យកលៀបសម្បត្តិអភិជនចំពោះឆ្នាំថោះនៅថ្ងៃនេះបើលោកអ្នកមានដួងរាសីស្រុតចុះក៏ពិតមែនប៉ុន្តែលោកអ្នកក៏អាចប្រកបកិច្ចការងារសំខាន់មួយចំនួនបានផងដែរពីព្រោះថាផលដែលឆ្លើយតបមកវិញក៏បានត្រឡប់មកមួយចំនួនលោកអ្នកមិនគប្បីលូកដៃក្នុងលបែងស៊ីសងឡើយគប្បីជៀសវាងកុំឲ្យលងខ្លួនហើយពិសេសលោកអ្នកនឹងជួបផលលំបាកណាមួយជន់កបន្ថែមទៀតហើយរើខ្លួនលេងរួចសម្រាប់អស់លោកអ្នកប្រកបមុខរបរជួញដូររកស៊ីវិញមានភាពសោយតាមជួបជានិច្ចដូច្នេះសូមប្រយ័ត្នគ្រោះបាត់របស់និងគ្រោះចាញ់បោកគេសម្រាប់សម្ព័ន្ធភាពស្នេហាកំណោះក្រមុំពោះម៉ាយមេម៉ាយក្តីចូលប្រយ័ត្នអ្នកទី3ចូលមកអុកលុកនាំកើតការបែកបាក់គ្នាឆ្នាំរោងអ្នកក្រាចមានរិទ្ធមានអំណាចអ្នកតែងមានគំនិតជ្រះថ្លាប្រាជ្ញាឆ្លៀសវៃប្រាថ្នាអ្វីបានសម្រេចធ្វើការងារតូចធំរមែងមានអ្នកជួយទំនុកបំរុងគ្រប់សពបែបយ៉ាងម៉ោងនៃលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង9យប់ពណ៌នៃលៀបសំណាងពណ៌ខ្មៅនិងក្រហមលេខនៃលៀបសំណាង69និង99សូមខមមិនលេខ777យកលៀបសម្បត្តិទេវតាទ្រព្យចំពោះឆ្នាំរោងនៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អអ្វីមួយឲ្យសប្បាយចិត្តហើយពិសេសអ្នកមានក្រុមមនុស្សជួយជ្រោមជ្រែងការងារទៀតផងនៅថ្ងៃនេះក៏ផ្ដល់ផលល្អសម្រាប់ការចរចាតូចធំពីព្រោះថាផ្ដល់ផលជាងល្អជាងផលអាក្រក់ដែរសម្រាប់លោកអ្នកប្រកបមុខរបរជួញដូររកស៊ីអ្នកមិនធ្លាប់ចេញទៅធ្វើចំនួនទីជិតឆ្ងាយហើយបើចង់សាក់លបងលោមើលក៏ជាការប្រសើរផងដែរព្រោះថាផលជាផ្លែផ្កាហុចមកវិញយ៉ាងប្រកបសម្រាប់សម្ព័ន្ធភាពស្នេហាកំណោះក្រមុំពោះម៉ាយមីម៉ាយក្តីកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់ឆ្នាំម្សាញ់ពោះទេវតានាំលៀបអបរាជចិញ្ចឹមមានជ័យជំនះមនុស្សស្រឡាញ់រាប់អានច្រើនម៉ោងនៃលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងពណ៌ក្រហមនិងសលេខនៃលៀបសំណាងលេខ21និង97សូមខមមិនលេខ989យកលៀបសម្បត្តិអុកញ៉ាចំពោះឆ្នាំម្សាញ់ក្នុងថ្ងៃនេះបើទោះបីមានបញ្ហាអ្វីមួយលោកអ្នកត្រូវរក្សាភាពនឹងធឹងហើយត្រូវតាំងចិត្តធ្វើជាមនុស្សគោថ្លង់ទៅប្រសើរចំពោះការងារអ្វីដែលលោកអ្នកបានបំពេញពុំសូវផ្ដូលផលជាផ្លែផ្កាប៉ុន្មានទេពិសេសផលអាក្រក់នៅបង្កប់ជួបជាមួយនឹងផលល្អជានិច្ចបើលោកអ្នកប្រកបមុខរបរជួញដូររកស៊ីមិនត្រូវលោភលន់មិនមើលមុខមើលក្រោយឡើយបើបំណោះទេនឹងជួបផលលំបាកនៅពេលណាមួយវិញចំណែកឯការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្ថិភាពទេគួរបន្ថែមការប្រុងប្រយ័ត្នរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំយកភាពរឹងមេនេះនិងការយកចាញ់ឈ្នះគ្នាដាក់ខ្លួនច្រើនពេកបើពុំនោះទេនឹងកើតតែរឿងរ៉ាវចំពោះគ្នាតែប៉ុណ្ណោះឆ្នាំមមីសេះមេតបនាំលៀបអបរាចិញ្ចឹមមានសំណាងឈ្នះរាល់មាសត្រូវគ្រប់ច្រកលហកឡើងបនឡើងសាក់ឡើងតួនាទីម៉ោងនាំលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង8យប់ពណ៌នាំលៀបសំណាងពណ៌សនិងក្រហមលេខនាំលៀបសំណាងលេខ19និង66សូមខមមិនលេខ168យកលៀបសម្បត្តិកេហបតីចិនខ្ពស់ចំពោះឆ្នាំមមីនៅថ្ងៃនេះឃើញថាការប្រកបការងារមានការថយចុះក្រោយហើយងាយនឹងមានរឿងរ៉ាវថែមទៀតផងគប្បីប្រយ័ត្នប្រយែងបន្តិចចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីផងដែរបើចង់បោះទុននៅអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផលជាផ្លែការទទួលមកវិញមានភាពលំបាកលំបិននិងមានបញ្ហារារាំងចំពោះមុខច្រើនការធ្វើដំណើរទីជិតឆ្ងាយឲ្យប្រយ័ត្នក្រុមមនុស្សប្លែកមុខគេប្រើចិត្តមេត្តាដើម្បីបោកប្រាស់ក្នុងរឿងអ្វីមួយរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការប្រឆាំងគ្នាច្រើនដោយនេះប្រយ័ត្នកើតមានជម្លោះវិវាទឆ្នាំមមេពពេមាសបារមីដេជាមានលៀបមានសំណាងคล้ายជាមហាសេដ្ឋីមហាសាលម៉ោងនាំលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង8យប់ព
ពណ៌នំលាបសំណាងពណ៌សនិងពណ៌លឿងលេខនំលាបសំណាងលេខ48និង59សូមខមមិនលេខ168យកលាបសម្បត្តិសំពៅលួងចំពោះឆ្នាំមមេនៅថ្ងៃនេះលោកអ្នកឲ្យប្រយ័ត្នបញ្ហាភ្លៀងភ្លួតអ្វីមួយកើតឡើងពីព្រោះថាផលអាក្រក់មានច្រើនជាងផលល្អសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីថ្ងៃនេះដែរទោះធ្វើអ្វីលោកអ្នកគួរតែធ្វើសន្សឹមកុំបំបោប្រយ័ត្នដោយពាក្យចាស់ថាកាន់តែលឿនកាន់តែខុសហើយក្រែងមិនបានទៅដូចសេចក្តីប្រាថ្នារាយការណ៍ធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមដូចសពមួយដងរីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីឲ្យប្រយ័ត្នភាពផ្អែមល្ហែមប្រែคล้ายជាជូរចត់វិញព្រោះតែការច្រណែនគ្នាច្រើនឆ្នាំវោកស្វាមាសមានលៀបមានសំណាងប្រាថ្នាអ្វីតែងបានសម្រេចតែនឿយបន្តិចម៉ោងនាលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាលៀបសំណាងពណ៌សនិងក្រហមលេខនាលៀបសំណាងលេខ11និង91សូមខមមិនលេខ999យកលាបសម្បត្តិអ្នកមានយន្តខ្ពស់ចំពោះឆ្នាំវោកនៅក្នុងថ្ងៃនេះដោយសារយូនរបស់លោកអ្នកងើបឡើងខ្ពស់ដូច្នេះបើទោះបីចេញធ្វើដំណើរប្រកបការងារតូចធំក៏តែងតែអាចទម្លុះទម្លាយបើទោះបីមិនតិចក៏ច្រើនដែរចំណែកអ្នកប្រកបមុខរបរជួញដូររកស៊ីមានការរីកចម្រើនលូតលាស់ហើយបើមានការបើកហាងថ្មីផងដែរនោះតែងតែសម្រេចដោយប្រកបជានិច្ចរាយការណ៍ធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមដោយសពមួយដងរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការរីកចម្រើនលូតលាស់លឿនតែយ៉ាងណាក៏ដោយចូលប្រយ័ត្នការថយក្រោយវិញសឹងតែคล้ายជាសត្រូវស៊ីសាច់ហត់ឈាមគ្នាទៀតផងឆ្នាំរកាមួនភ្លើងពួរមាសជួបសុខសំណាងមនុស្សគ្រប់គ្នាជួបហើយស្រឡាញ់រាប់អានទំនុកបំរុងម៉ោងនំលាបសំណាងម៉ោង8ព្រឹកដល់ម៉ោង10យប់ពណ៌នំលាបសំណាងពណ៌ប្រផេះនិងក្រហមលេខនំលាបសំណាងលេខ21និង99សូមខមមិនលេខ868យកលាបសម្បត្តិអភិជនចំពោះឆ្នាំរកានៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្តរឿងអ្វីមួយនឹងមានបញ្ហាមកតាមពីក្រោយវិញមួយចំនួនក៏បីប្រយ័ត្នប្រយែងបន្តិចទៅប្រសើររីឯអ្នកប្រកបមុខរបរជួញដូររកស៊ីការផលចំណូលមិនត្រូវឲ្យអតិថិជនជំពាក់ប្រាក់ច្រើនឡើយសូមប្រយ័ត្នប្រយែងកុំឲ្យដោយពាក្យចាស់លោកពោលថាឲ្យជំពាក់ធូរដូចទឹករីឯតងវិញតាំងដូចអូសរស័យបញ្ច្រាស់ចុងស្រួលមិនស្រួលត្រូវមានចំនួនឆ្លោះទើសតេងគ្នាទៀតផងរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំបើចង់ធ្វើការរើសគូស្រករពុំទៅល្អទេគប្បីត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូប្រេងឆ្នាំចសនៈមានលៀបមានសំណាងពោពេញទៅដោយសុភមង្គលជាពិសេសអនាគតខ្លាយជាសេដ្ឋីកហបតីអ្នកមានជនខ្ពស់ម៉ោងនាលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាលៀបសំណាងពណ៌សនិងពណ៌ក្រហមលេខនាលៀបសំណាង99និង77សូមខមមិនលេខ889យកលាបសម្បត្តិអភិជនចំពោះឆ្នាំចការប្រកបការងារឃើញថាមានការជឿនលឿនទៅមុខសន្សឹមពិសេសបើចង់ប្រកបកិច្ចការងារណាថ្មីក៏មានការជឿនលឿនទៅមុខផងដែររាយការណ៍ប្រកបមុខរបរជួញដូររកស៊ីនៅថ្ងៃនេះវិញផលចំណូលជួបការលំបាកប៉ុន្តែយ៉ាងណាក៏ដោយលោកអ្នកត្រូវចេះចាយវាឲ្យបានត្រឹមត្រូវហើយមិនត្រូវខ្ជិះខ្ជាយដៃធំឡើយក្រែងជួបវិបត្តិថវិកាកើតឡើងនៅពេលណាមួយរាយការណ៍ធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្ថិភាពទេគប្បីមានការប្រយ័ត្នប្រយែងពិសេសបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនតែម្ដងរាយបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំប្តីប្រពន្ធមានដំណើរការថយក្រោយនិងសម្បូរទៅដោយរឿងរ៉ាវរកម្មរកោសច្រើនដូច្នេះបើមិនចេះអត់ឱនឲ្យគ្នាទេទើបជួបផលលំបាកនៅពេលក្រោយត្រូវមករេចពុនជាពុំខានឆ្នាំកោជ្រូកនាំសំណាងនាំសុភមង្គលសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យស្រុកស្ដំម៉ោងនាំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង7ល្ងាចពណ៌នាំលៀបសំណាងពណ៌ក្រហមនិងពណ៌បៃតងលេខនាំលៀបសំណាងលេខ77និង88សូមខមមិនលេខ899យកលៀបសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំកោនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកពុំសូវល្អទេប៉ុ
ប៉ុន្តែបើចេះខិតខំជាយាមបន្តិចនឹងជាការប្រសើរបំផុតក្រៅពីនេះបើលោកអ្នកមិនគួរមានបង្កទំនើសជាមួយមនុស្សក្បែរខ្លួនព្រោះថាផលអាក្រក់នោះនឹងងាយកើតឡើងច្រើនដូច្នេះលោកអ្នកត្រូវតែចេះធ្វើគោថ្លង់ខ្លះទៅរឿងអាក្រក់មិនងាយកើតឡើងរីឯអ្នកប្រកបមុខរបរជួញដូររកស៊ីបើលោកអ្នកមានការខិតខំរវិះរវៃក្នុងមុខទំនិញខ្លះក៏អាចរកផលចំណូលគ្រាន់ជាធូរចិត្តបានដែររីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានភាពសុខដុមតែយ៉ាងណាភាពច្រណែនប្រចែប្រច័ណ្ឌនៅតែមានលុកលុយនៅឡើយទេ